ngàyនេះគឺយើងមកធ្វើ pasta ញ៉ាំបងប្អូនចេះធ្វើតែមកក្បាច់នេះទៅនិយាយថាញ៉ាំជក់មាត់ខ្លាំងមែនតើហើយគ្រឿងផ្សំរបស់វាធ្វើហ្នឹងគឺអត់មានអីសាំញ៉ាំច្រើនទេបងប្អូនតែស្រស់តែថាតែសាយមីមិនយកថាឆ្អិនទៅហើយយើងមានខ្ទឹមក្រហមខ្ទឹមសនេះយើងច្រាមទុកឆាគ្រឿងអញ្ចឹងណាហើយតែភ្លេចបានហ្នឹងគឺម្ទេសបងប្អូនខ្ញុំចូលចិត្តហឹរអញ្ចឹងហើយយើងដាក់ជាមួយនឹងពេញប៉ោះប្រើម៉ាក់ពេញប៉ោះអីក៏បានដែរហាន់ឲ្យវាតូចៗអញ្ចឹងហើយបការបស់យើងមាននេះគឺយើងយកវាយកតែឆាបងប្អូនយើងដាក់តែអំបិលបន្តិចហើយមានបន្ថែមម្សៅម្ទេសហើយជាមួយនឹងអាមេរិកយកហឹរតិចៗអញ្ចឹងបងប្អូនបានឈ្ងុយឆារៀងឆ្អិនតិចទៅយើងអាចលើកវាចេញបានណាហើយខ្ញុំអត់ប្រើប្រេងឆាបងប្អូនខ្ញុំប្រើជាប្រេងល្ងអញ្ចឹងបានថាចាប់ជាតិគ្នាឆ្ងាញ់ហើយគ្រឿងរបស់យើងបានហាន់ហើយយើងចាក់ចូលអស់មកហើយយើងបន្ថែមស្ករសបន្តិចមានទឹកត្រីមានទឹកពេញប៉ោះបន្ថែមមកកាន់តែឆ្ងាញ់អញ្ចឹងហើយខ្ញុំបន្ថែមម្សៅម្ទេសចូលហើយជាមួយនឹងទឹកដោះគោឆៅចុងក្រោយតែប៉ុណ្ណោះបងប្អូនយើងអាចដាក់តែសាយមីចូលបានណាហើយក៏កូនចេះមកឈ្ងុយមែនតើបងប្អូនមើលថាតំណងញ៉ាំខ្លះមែនតើមកហ្មងហើយបងប្អូនអាចសាក់ធ្វើវិធីដូចខ្ញុំចេះបងប្អូនទៅនិយាយថាចាប់រសជាតិគ្នាឆ្ងាញ់មែនតើយើងអាចធ្វើញ៉ាំជុំគ្នាវាថាអូយបច្ចេកស្នាដៃធ្វើទៅនិយាយថាអ្នកដែលបានញ៉ាំហើយទៅសើមិនដាច់ពីមាត់បងប្អូននេះជារសជាតិដែលថាខ្ញុំអាសាធ្វើញ៉ាំនៅផ្ទះអញ្ចឹងនិយាយទៅឆ្ងាញ់មែនតើឆ្ងាញ់ព្រោះថាឈ្ងុយទឹកដោះគោឆៅដែលយើងដាក់ក្នុងហ្នឹងវាថាវាក្រិមតិចឆ្ងាញ់ហ្មងមកបាំងមីញ៉ាំនៅក្នុងឆ្នាំងបែបនេះមកហ្មងបងប្អូនហើយថ្ងៃនេះគឺខ្ញុំមកធ្វើជាមួយនឹងមីកូរ៉េណូសាច់ជ្រូកចិញ្ច្រាំបងប្អូនអញ្ចឹងតើឥឡូវនេះគឺខ្ញុំត្រៀមសាច់ជ្រូកដើម្បីថាយើងច្រាមដាក់នៅក្នុងមីយើងនិយាយថាញ៉ាំវាថាហត់ទឹកស៊ុបមួយថាសាច់ជ្រូកច្រាមនិយាយថាវាឆ្ងាញ់មែនតើហើយរបៀបធ្វើមីសាច់ជ្រូកចិញ្ច្រាំរបស់ខ្ញុំហ្នឹងក៏អត់មានអីពិបាកធ្វើដែរបងប្អូនខ្ញុំថាច្រាមតែសាច់ជ្រូកឲ្យថាឲ្យម៉ត់ហើយយើងទុកមួយឡែកមកខ្ញុំមានប្រហិតមានអីដែរអញ្ចឹងណានិយាយទៅសិតតែមាននៅក្នុងទូទឹកកកទាំងអស់បងប្អូនយកមកឆ្នៃធ្វើអញ្ចឹងមានអីយកមកឆ្នៃធ្វើហ្នឹងហើយមានប្រហិតយើងត្រៀមឲ្យអស់ហ្នឹងយើងមានជីវ៉ាន់ស៊ុយមានលខ្ទឹមមានអីហ្នឹងហើយយើងមានម្ទេសមានអីបងប្អូនដាក់ចូលជាមួយគ្នាកាន់តែថាឆ្ងាញ់អញ្ចឹងណាហើយឥឡូវនេះគឺខ្ញុំដាក់ខ្ទឹមសចូលបងប្អូនដាក់ខ្ទឹមសចូលលីងឲ្យឈ្ងុយអញ្ចឹងទៅខ្ញុំចាក់សាច់ជ្រូកច្រាមរបស់ខ្ញុំមកលីងយកថាឡើងគាត់ថារៀងដាច់ប្រេងដាច់អីបន្តិចទៅចាំយើងដាក់ជាមួយនឹងម្សៅស៊ុបបន្តិចខ្ញុំបន្ថែមស្ករបន្តិចមកហើយជាមួយនឹងប្រេងខ្យងបន្តិចមកហើយបងប្អូនលីងវាថារៀងស្ងួតមកអញ្ចឹងមកហើយបាត់ហើយយើងចាក់ចូលមួយឡែកចូលមកថាលីងទៅប៉ុណ្ណឹងឈ្ងុយមែនតើសាច់ជ្រូកហ្នឹងហើយយើងទុកមួយឡែកសិនណាបងប្អូនឲ្យឆ្នាំងដដែលរបស់យើងហ្នឹងបាច់លាងអីទេបងប្អូនជូតតែមកក្រោកគឺឆ្នាំងរបស់ខ្ញុំស្អាតហ្មងហើយខ្ញុំដាក់ទឹកចូលចំនួន 300ml ចូលបងប្អូនទុកឲ្យថាពុះបន្តិចទៅចាំយើងដាក់មីកូរ៉េណូសាច់ជ្រូកចិញ្ច្រាំរបស់យើងចូលហើយនេះបងប្អូនកញ្ចប់របស់គេធំមកបងប្អូនចំណុះរហូតដល់72ក្រាមមកវាទៅកញ្ចប់របស់គេធំមែនតើនៅក្នុងនោះគេមានអំបិលមានប្រេងមានអីហ្នឹងយើងដាក់មីយើងចូលមកបងប្អូនហើយយើងបន្ថែមយកថាអំបិលរបស់គេមកកញ្ចប់ចូលឲ្យថាអស់មកទៅមកចាំយើងដាក់ខ្លាញ់របស់គេដែលមាននៅក្នុងកញ្ចប់ស្រាប់ហ្នឹងចូលមកនេះបងប្អូនហើយយើងចង់ថែម topping អីតាមហ្នឹងទៅបងប្អូននៅក្នុងទូទឹកកកខ្ញុំមានប្រហិតមាន hot dog មានអីខ្ញុំដាក់ចូលមកមានផ្សិតមានអីមកអញ្ចឹងណាហើយខ្ញុំមានពងទាចៀនហើយខ្ញុំបន្ថែមជាមួយសាច់ជ្រូកចិញ្ច្រាំរបស់ខ្ញុំដែលបានឆាមិញខ្ញុំចូលមកបងប្អូននេះតែប៉ុណ្្នឹងមកហើយបាត់ទៅបងប្អូនហើយបើថាអានេះត្រឹមតែ1000រៀលណាគឺថាយើងបានញ៉ាំមកថាមួយឆ្អែតមកហ្មងបងប្អូនណែបងប្អូនយើងមានតែថាធៀមមកគ្រឿងឲ្យថាមានឲ្យហើយបងប្អូនមានមីមានអីយើងទិញទុកអញ្ចឹងណាអញ្ចឹងដល់ពេលយើងនឹកឃើញតែថាចង់ញ៉ាំយើងទៅថាបន្ថែមគ្រឿងតែទិញទួចមកអូយបងប្អូនហើយដូចមុខបាំងក្រៃថាគេធ្វើឲ្យយើងញ៉ាំអញ្ចឹងរៀបអានេះបន្តិចរៀបអានោះបន្តិចមកចេញមកគឺថាមើលទៅទំនងញ៉ាំមែនតើហើយកូរ៉េណូនេះគឺខ្ញុំដាក់តែមកកញ្ចប់ទេបងប្អូនមកកញ្ចប់របស់គេហ្នឹងយើងញ៉ាំម្នាក់របស់យើងហ្នឹងគឺថាឆ្អែតមកហ្មងយើងមានបន្លែមានបន្ថែមប្រហិតអីមកអូយបងប្អូនហើយប៉ុណ្្នឹងមកបានហើយបើថាចាំពីកញ្ចប់ដល់ម្សល់ហ្មងហើយមីកូរ៉េណូនេះគេមិនមានតែកញ្ចប់ទេបងប្អូនគេមានដល់កំប៉ុងដែរអញ្ចឹងណាងាយស្រួលយើងដាក់តាមខ្លួនយើងក៏យើងយកទៅ trip អីហ្នឹងអាហ្នឹងគឺត្រូវមកហ្មងបងប្អូនកំប៉ុងអា clean ចឹងទេបងប្អូនដាក់មកកញ្ចប់អញ្ចឹងមកនិយាយថារសជាតិឆ្ងាញ់មែនតើមកហ្មងវាថាទឹកស៊ុបក៏ថាឈ្ងុយមានរសជាតិវាថាឆ្ងាញ់មកបងប្អូនសាកញ៉ាំបានថាដឹងហើយខ្ញុំអត់ជឿបងប្អូនថា72ក្រាមធំប៉ុណ្ណឹងហើយតម្លៃវិញត្រឹមតែមកកញ្ចប់1000រៀលទេបងប្អូនហើយថ្ងៃនេះគឺថាខ្ញុំញ៉ាំឡើងថាអស់មួយឆ្នាំនឹងមកគីមបាប់របស់ខ្ញុំនេះវិញបងប្អូនហើយញ៉ាំបដាចលក់អាតាទឹកស៊ុបរបស់គេឈ្ងុយបដាវាថាចូលរសជាតិគ្នាមែនតើហើយសម្រាប់តែសាយមីរបស់គេហ្នឹងតុនស្វិតនិយាយទៅញ៉ាំទៅពីចេញមកវាថាមានរសជាតិឆ្ងាញ់ពីមីនឹងមកហ្មងបងប្អូនហើយបងប្អូនក៏អាចសាកធ្វើដូចខ្ញុំបានដែររបៀបធ្វើងាយយកសបកណែមយកមកកាត់ធ្វើជាផ្អែមលើកទី1ដែលខ្ញុំបានសាកធ្វើញ៉ាំរសជាតិឆ្ងាញ់ប្លែកមួយយ៉ាងរបស់គេបងប្អូនខ្ញុំឃើញវីដេអូបរទេសហ្នឹងគេយកសបកណែមហ្នឹងគេយកមកច្នៃធ្វើផ្អែមហើយខ្ញុំឆ្ងល់លើសែនឆ្ងល់មែនតើមកហ្មងថាសបកណែមនេះខ្ញុំធ្លាប់តែថាញ៉ាំបែបលាយគ្រឿងលាយអីវាថាញ៉ាំបែបទឹកត្រីផ្អែមឬក៏ថាញ៉ាំជាដាក់ក្លុកគ្រឿងអំបិលអីអញ្ចឹងប៉ុន្តែលើកនេះយកមកធ្វើផ្អែមបានទៀតហើយខ្ញុំសាកល្បងយកមកធ្វើញ៉ាំបងប្អូនហើយមកប្លែកឆ្ងាញ់មួយយ៉ាងរបស់គេមកហ្មងដែលថាខ្លួនឯងមិនថាមិនធ្លាប់បានសាកធ្វើញ៉ាំហើយឥឡូវនេះយើងកាត់ហើយយើងដាក់គ្រាប់សាគូបងប្អូនគ្រាប់សាគូយើងចូលទៅយើងដាក់ជាមួយនឹងគ្រាប់ឈូកហើយខ្ញុំបន្ថែមស្ករក្រាមចូលខ្ញុំដាក់បន្ថែមស្ករសបន្តិចចូលវាផ្អែមឡំអញ្ចឹងហើយយើងមានដាក់អំបិលបន្តិចយើងដាក់ស្លឹកតើយចូលឲ្យថាកាន់តែឈ្ងុយយើងអញ្ចឹងទៅហើយបន្តមកទៀតយើងអាចដាក់សបកណែមយើងចូលបានហើយទុកវាមកពុះចោលទៅយើងដាក់ខ្ទិះដូងចូលអូអាខ្ទិះដូងចុងក្រោយនឹងគឺថាឈ្ងុយខ្លាំងមែនតើបងប្អូននេះឥឡូវនេះគឺយើងបានផ្អែមមួយឆ្នាំហ្នឹងណាហើយដល់ពេលដាក់មកចូលឆាមចេះមកបងប្អូននេះតំណងញ៉ាំមែនតើខ្ញុំគិតថារសជាតិវាអត់ឆ្ងាញ់ទេប៉ុន្តែដល់ពេលដែលញ៉ាំហើយអញ្ចឹងទៅរសជាតិរបស់វានឹងគឺថាឆ្ងាញ់ប្លែកមួយយ៉ាងដូចផ្អែមគ្រាប់ឈូកមកអញ្ចឹងយើងដាក់គ្រាប់ឈូកចូលដែរអូយបងប្អូនហើយឡំចេះញ៉ាំចេះឆ្ងាញ់មែនតើញ៉ាំបែបក្តៅៗអញ្ចឹងយើងញ៉ាំចំសបកណែមមកអូយបងប្អូនហើយមួយយ៉ាងដែរ